Cambodia ណាល់ប្រដាល់គុណខ្មែរគុណខ្មែរជាសិល្បៈនៃការតស៊ូរបស់ខ្មែរតាំងពីបុរាណកាលមកទឹកពិសាកម្ពុជាប្រមូលផ្ដុំកីឡាករពន្លកថ្មីវ័យក្មេងជាទំពាំងស្នងឫស្សីរក្សាមរតកគុណខ្មែរឲ្យស្ថិតស្ថេរគង់វង្សទឹកពិសាកម្ពុជាបណ្ដុះថ្នាលគុណខ្មែរបន្តវេនឆ្ពោះទៅសកលលោកកីឡាករថ្នាលមកពីគ្រប់ទិសទីទាំង8រូបប្រភេទទម្ងន់35គីឡូក្រាមចូលរួមប្រកួតវិលជុំសន្សំពិន្ទុដណ្ដើមខ្សែក្រវ៉ាត់ជើងឯកទឹកពិសាកម្ពុជាថ្នាលប្រដាល់គុណខ្មែរបានឈានមកដល់វគ្គផ្ដាច់ព្រាត់ហើយថ្ងៃសៅរ៍ទី15ខែវិច្ឆិកាឆ្នាំ2025អូនចចកខ្មៅជាវីរៈចត្រាប្រកួតជាមួយអ្នកលេងរន្ទះជើងវ័យក្មេងខូនស្រស់តើកីឡាកររូបណានឹងក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ជើងឯកទម្ងន់35គីឡូក្រាមនេះជាមួយគ្នានេះក៏មានគូមិត្តភាពជាតិនិងអន្តរជាតិចំនួន7គូបន្ថែមទៀតកូនឥន្ទ្រីស្លាប់ដៃខូនមហិតរិទ្ធប្រកួតជាមួយអរជុនការគីមកពីប្រទេសនេប៉ាល់កូនពីណូចៅកន្ទុយពេជ្រហូផង់ប្រកួតជាមួយវៀនឌីងហ្វុងគួនមកពីប្រទេសវៀតណាមកន្តាប់ដៃអាគីមាសចេស្ដាប្រកួតជាមួយលឿងវ៉ាន់មីងមកពីប្រទេសវៀតណាមអ្នកស្នងគុណខ្មែរនិតចំរងប្រកួតជាមួយចេជូហ្វាងមកពីប្រទេសមីយ៉ាន់ម៉ាឈួនលីពីប្រកួតជាមួយសូរ៉ាតាឌឿនរ៉ាម៉ុនប្រកួតជាមួយមិនវុធីសែនកំតត់ប្រកួតជាមួយផាន់ឧត្តមសូមចូលរួមទស្សនាផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ចាប់ពីវេលាម៉ោង 6 ល្ងាចតទៅនៅស្ទូឌីយោប៉ូលេខ 5 ព្រែកកំពឹសម៉ាស៊ីនត្រជានិងផ្សាយផ្ទាល់តាមទូរទស្សន៍ប៉ូលេខ 5 តាម App YouTube និង Facebook ប៉ូលេខ 5 និងនៅលើទំព័រ Facebook Page ផ្លូវការរបស់ទឹកពិសាកម្ពុជាផងដែរនាំមកជូនផ្ដាច់មកដោយទឹកពិសាកម្ពុជាបំសុទ្ធគ្រប់ដំណក់ជាមួយបច្ចេកវិទ្យា Smart Report Filter